Xong rồiជំរាបសួរទៅកាន់បងប្អូនមើលអស់គ្នាផងបាទហ្នឹងហើយខ្ញុំអត់ដែលធ្លាប់បានធ្វើអាវីដេអូ review អី content អីហ្នឹងទេពីលក់ផលិតផលលក់អីទេតែដោយឡែកជាក់ស្ដែងដោយសារចការយើងខ្ញុំផ្លែក្រូចឆ្មាល្អពេកនេះអ្នកនរគ្នាមើលនេះចេះផ្លែធំហើយអត់បានយកក្បាត់មកផ្លែល្អមែននេះផ្លែធំហើយផ្លែលង្កោកដើមនេះធម្មជាតិហើយក៏មានជូនដល់បងប្អូនអាជីវករដែលគាត់លក់ដូរដូចជាបន្លែពូឆ្មាអីសពមុខហ្នឹងបើសិនត្រូវការអីពួកយើងខ្ញុំតែជូន1គីឡូតែ 2000 រៀលទេហើយបើសិនបើចង់បានផ្ញើទៅភ្នំពេញឬខេត្តផ្សេងបងប្អូនអស់គ្នាអ្នកចេញថ្លៃសេវាដឹងជូនខ្លួនឯងអញ្ចឹងណាហើយនេះគឺជាក្រូចឆ្មាផ្ទាល់របស់យើងខ្ញុំហ្មងពីចកាហ្នឹងហើយអូខេនេះផ្លូវចូលចកាក្រូចឆ្មាចកាមានយើងណាយើងចូលតាមផ្លូវចំណូលបោះតង់ចំណូលទៅភ្នំបោះតង់ហ្នឹងហើយយើងនេះមានជីមកបត់ខាងឆ្វេងដៃបត់ចូលប្រហែលជា400ម៉ែត្រនេះអ្នកនរគ្នាទេហើយពេលស្ពាបស្អាតទៀតចកាយើងខ្ញុំមានលក់ដូចជាមានធម្មជាតិហើយនឹងក្រូចឆ្មាអូខេហ្នឹងហើយនេះជាផ្លូវចូលទៅកាន់ចំការហ្នឹងហើយពេលស្ពាបស្អាតអ្នកនរគ្នាមកតំបន់នេះបានទិញទាំងផ្លែឈើធម្មជាតិហើយហើយទាំងបានមើលទេសភាពស្អាតទៀតស្អាតមែនទែនហ្នឹងហើយឥឡូវយើងជិះចូលទៅហើយជិះផ្លូវទៅចំការមាននិងចំការក្រូចឆ្មាចូលទៅប្រហែលជា400ម៉ែត្រហ្នឹងហើយចូលហើយ400ម៉ែត្រនេះស្អាតទេសភាពតាមដងផ្លូវអីស្អាតមែនហើយនេះជាចកាជាដើមមានយើងចកាមាននេះយើងជិះមកដល់ចកាមានសងខាងផ្លូវហ្នឹងអ្នកនរគ្នាជិះទៅត្រង់តិចឃើញការមានទល់មុខគ្នាហ្នឹងមានដកលបងស្នាញ់ដែកនេះហ្នឹងហើយហ្នឹងយើងមកដល់ទីតាំងចំការមាននិងការក្រូចឆ្មាធម្មជាតិយើងហើយនៅឃុំជាតិស្រុកទឹកផុសខេត្តកំពង់ឆ្នាំងតែនៅតំបន់ទឹកធ្លាក់ថ្មក្រាលបានទឹកបានណា
mà mình hiền được lại làm tập tuần này